សួស្តីបងប្អូនទាំងអស់គ្នាចា៎ថ្ងៃនេះខ្ញុំមានលំហាត់មួយមើលទៅចាប់អារម្មណ៍ហើយមានប្រយោជន៍ដែរក៏យកមកបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំលើកយកពីការរកប្រសិទ្ធភាពរបស់ transfer អញ្ចឹងយើងមាន transfer មួយដែលប្រើប្រាស់នៅពេលពេញបន្ទុកដែលមាន output ហ្នឹងអានុភាពចេញ400 kW ហើយនឹងមាន iron loss ទាក់ទងជាមួយនឹងការបាត់បង់ក្នុង Snow Eye ចំនួន 1.2 kW ហើយនឹងការបាត់បង់នៅក្នុងរบบខ្សែស្មើនឹង 4.8 kW ចឹងដើម្បីរកប្រសិទ្ធភាពរបស់ transfer បានគឺយើងអាចគណនាតាមរូបមន្តប្រសិទ្ធភាព transfer ស្មើនឹងអានុភាពចេញចែកនឹងអានុភាពចូលគុណនឹង100%ប៉ុន្តែឥឡូវនេះគេប្រាប់យើងតែអានុភាពចេញទេ400 kW តែអានុភាពចូលហ្នឹងគឺអត់មានទេអានុភាពចូលគឺស្មើនឹងអានុភាពចេញបូកជាមួយនឹងអានុភាពដែលបាត់បង់ power loss ឥឡូវយើងអាចបានប្រសិទ្ធភាព transfer ស្មើនឹងសរសេរឲ្យខ្លីបន្តិចក៏បានដែរប្រសិទ្ធភាព transfer ស្មើនឹងអានុភាពចេញពេលអៅចែកជាមួយនឹងពេលអៅបូកជាមួយនឹងពេលបាត់បង់សរុបពេល loss គុណនឹង100%ចឹងយើងដឹងហើយថាពេលអៅគឺស្មើប៉ុណ្ណេះ400 គីឡូវ៉ាត់នេះគឺពេលអៅហើយនេះគឺការបាត់បង់នៅក្នុង Snow Eye យើងអាចតាំងដោយពេលអាយហើយការបាត់បង់នៅក្នុងរបងខ្សែយើងអាចតាំងដោយពេលសេអុយឥឡូវយើងចាប់ផ្ដើមរកពេលបាត់បង់សរុបគឺពេល loss អញ្ចឹងពេល loss ស្មើនឹងពេលបាត់បង់ក្នុង Snow Eye បូកជាមួយនឹងពេលបាត់បង់ក្នុងរបងខ្សែសេអុយយើងបាន 1.2 បូកជាមួយនឹង 4.8 គឺស្មើនឹង6 គីឡូវ៉ាត់ឥឡូវយើងរកពេលបាត់បង់សរុបឃើញហើយអញ្ចឹងអានុភាពបាត់បង់សរុបហ្នឹងគឺស្មើនឹង6 គីឡូវ៉ាត់ឥឡូវយើងចាប់ផ្ដើមទៅរកការបាត់បង់យើងចាប់ផ្ដើមគណនាពីប្រសិទ្ធភាពរបស់ transfer វិញណាអញ្ចឹងប្រសិទ្ធភាព transfer គឺស្មើនឹងខ្សែក្នុង400ឧបិយឲ្យស្មើនឹង400ហើយ400បូកជាមួយនឹង6គុណនឹង100%គុណនឹង100%គឺស្មើនឹង 98.52% យើងមើលថាការខាតបង់នៅក្នុងរបស់ transfer នេះគឺវាមានត្រឹមតែការខាតបង់នេះខាតបង់ត្រឹមតែ 1.48% ទៅជាកម្ដៅព្រោះ transfer នេះនៅពេលដែលយើងប្រើប្រាស់ពេញបន្ទុកវាខាតបង់ទៅជាកម្ដៅនេះតែ 1.48% ទេអញ្ចឹងមានន័យថាប្រសិទ្ធភាព transfer ដែលស្មើនឹង98.52% នេះបង្ហាញថា transfer មានប្រសិទ្ធភាពល្អចាអញ្ចឹងតើតើក្នុងការគណនារកប្រសិទ្ធភាពរបស់ transfer ដែលប្រើប្រាស់នៅពេលពេញបន្ទុកហ្នឹងគឺយើងអាចរកតាមវិធីនេះនៅពេលដែលគេប្រាប់ power output តែយើងក៏អាចរកតាមវិធីផ្សេងទៀតដែរទៅតាមបម្រាប់ដែលគេប្រាប់ចឹងណាបងប្អូនចា